xe mui ប្រិយមិត្តបាទសូមកុំអូសរំលងវីដេអូនេះឲ្យសោះពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងលើកយកបាទពពួកសណ្ដែកទាំង4ប្រភេទមកចែកជូនបងប្អូនយើងឲ្យបានដឹងពីអនុភាពដ៏អស្ចារ្យដែលមិននឹកស្មានដល់ដែលមាននៅក្នុងពពួកផ្លែសណ្ដែកទាំង4ប្រភេទនេះបងប្អូនដឹងហើយថាសណ្ដែកមានច្រើនប្រភេទណាស់បាទមិនថាសណ្ដែកបាយសណ្ដែកសៀងសណ្ដែកគួរសណ្ដែកបណ្ដុះសណ្ដែកដីបាទសណ្ដែកស្អីៗទៅគឺច្រើនមែនទែនសណ្ដែកបារាំងគឺមានច្រើនមែនទែនប៉ុន្តែថ្ងៃនេះខ្ញុំលើកយកតែសណ្ដែកទាំង4ប្រភេទនេះតែប៉ុណ្ណោះមកចែកជូនបងប្អូនយើងឲ្យបានដឹងដោយសារវាមានអនុភាពប្រឆាំងនឹងជំងឺបានយ៉ាងច្រើនយ៉ាងជាពិសេសអាចសម្រកទម្ងន់បានយ៉ាងអស្ចារ្យទៀតផងដូច្នេះវីដេអូមួយនេះសូមកុំអូសរំលងជួយ share ទាំងអស់គ្នាហើយខ្ញុំបាទនឹងលម្អិតជូនបាទដូចតទៅទស្សនិកជនជាទីមេត្រីរាល់ការទទួលទានអាហារសម្រាប់សុខភាពរាងកាយហើយក៏សម្រាប់ការថែទាំរាងកាយឲ្យមានភាពស្រស់ស្អាតដែរហើយក៏មិនចង់ជួបណាស់ដែរអំពីរឿងឡើងទម្ងន់នោះទេយ៉ាងណាមិញយើងក៏ដឹងវិធីមួយដែរសម្រាប់ការទទួលទានអាហារហើយនោះគឺជាអាហារសម្រន់ជាមួយផ្លែធម្មជាតិផ្លែសណ្ដែកតើប្រិយមិត្តចូលចិត្តញ៉ាំសណ្ដែកដែរឬទេទាំងនេះគឺជាអត្ថប្រយោជន៍និងអានុភាពពិសេសរបស់សណ្ដែកទាំង4ប្រភេទទី1សណ្ដែកខ្មៅសណ្ដែកខ្មៅគឺមានកម្រិត15នៃប្រូតេអ៊ីនដែលជាកម្រិតមួយនៃជាតិខ្លាញ់ដែលបានរកឃើញនៅក្នុងប្រភពប្រូតេអ៊ីនផ្សេងទៀតដូចជាសាច់ក្រហមដែរទាំងនេះអាចជួយឲ្យអ្នកសម្រកទម្ងន់បានទៅតាមគោលការណ៍នៃច្បាប់ធម្មជាតិទី2សណ្ដែកក្រហមសណ្ដែកក្រហមគឺជាសណ្ដែកមួយប្រភេទដែលល្អជាងគេដែលត្រូវបានចូលនៅក្នុងបញ្ជីដែលបានផ្ដល់សុខភាពល្អសណ្ដែកក្រហមបានផ្ដល់នូវជាតិប្រូតេអ៊ីននិងជាតិសរសៃច្រើនជាង5ក្រាមទី3សណ្ដែកសគឺមានជាតិសរសៃច្រើនដែលទាំងនេះមានជិតទៅដល់4ក្រាមនៃជាតិខ្លាញ់ដែលបានបំផ្ទុះធន់និងម្សៅល្អសម្រាប់សុខភាពជាតិស្ករដែលមានសុខភាពល្អដែលជាការបង្កើនការរំលាយអាហារបានយ៉ាងល្អហើយថែមទាំងអាចជួយសម្របទម្ងន់បានទៀតផងទី4សណ្ដែកកាបាន់សូមនុស្សមួយចំនួនពិតជាមិនដែលស្គាល់សណ្ដែកកាបាន់សូនេះទេវាគឺជារុក្ខជាតិមួយគេស្គាល់ផងដែរថាជាអាហារកំប៉ុងដែលមានរសជាតិឆ្ងាញ់សណ្ដែកនេះបានធ្វើឲ្យរាងកាយរបស់អ្នកមានភាពស្រស់ស្អាតដោយការទទួលទានឲ្យបានច្រើនជាង2ក្រាមក្នុងមួយថ្ងៃព្រោះវាជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃប្រូតេអ៊ីននិងខ្លាញ់ដែលមានសុខភាពល្អបំផុត